Cambodian Basic Course, Unit 17, Basic Dialogue. សភៅណាធំជាងគេបងអង្គសភៅណាធំជាងគេបងអង្គសភៅពីរនៅខាងក្រោមធំជាងគេបងអស់សភៅពីរនៅខាងក្រោមធំជាងគេបងអស់សភៅណាតូចជាងគេបងអង្គសភៅណាតូចជាងគេបងអង្គសភៅពីរនៅខាងលើតូចជាងគេបងអស់សភៅពីរនៅខាងលើតូចជាងគេបងអស់ចុះសភៅទៅសេចុះសភៅទៅសេសភៅទៅសេធំជាងសភៅមើលទាំង4សភៅទៅសេធំជាងសភៅមើលទាំង4សភៅពណ៌មេឃនៅណាសភៅពណ៌មេឃនៅណានៅក្រោមគេនៅក្រោមគេចុះសភៅពណ៌ខៀវចាស់ចុះសភៅពណ៌ខៀវចាស់នៅលើគេនៅលើគេហើយសភៅពីរទៀតនៅណាហើយសភៅពីរទៀតនៅណានៅកណ្ដាលគេនៅកណ្ដាលគេបានល្អបានល្អ Dialogue for Comprehension. សភៅណាធំជាងគេបងអង្គសភៅពីរនៅខាងក្រោមធំជាងគេបងអស់សភៅណាតូចជាងគេបងអង្គសភៅពីរនៅខាងលើតូចជាងគេបងអស់ចុះសភៅទៅសេសភៅទៅសេធំជាងសភៅមើលទាំង4សភៅពណ៌មេឃនៅណានៅក្រោមគេចុះសភៅពណ៌ខៀវចាស់នៅលើគេហើយសភៅពីរទៀតនៅណានៅកណ្ដាលគេបានល្អ Substitution drills. Drill A. ខ្ញុំជាកូនសិស្សខ្ញុំជាកូនសិស្សគ្រូបង្រៀនខ្ញុំជាគ្រូបង្រៀនលោកជាគ្រូបង្រៀនលោកស្រីលោកស្រីជាគ្រូបង្រៀនកូនសិស្សលោកស្រីជាកូនសិស្សលោកជាកូនសិស្សខ្ញុំជាកូនសិស្ស Drill B. ខ្មៅដៃពណ៌លឿងទុំនៅខាងស្ដាំខ្មៅដៃពណ៌លឿងទុំនៅខាងស្ដាំខាងឆ្វេងខ្មៅដៃពណ៌លឿងទុំនៅខាងឆ្វេងសភៅពណ៌សសភៅពណ៌សនៅខាងឆ្វេងនៅកណ្ដាលគេសភៅពណ៌សនៅកណ្ដាលគេរូបថតលោកគ្រូរូបថតលោកគ្រូនៅកណ្ដាលគេនៅខាងស្ដាំរូបថតលោកគ្រូនៅខាងស្ដាំខ្មៅដៃពណ៌លឿងទុំខ្មៅដៃពណ៌លឿងទុំនៅខាងស្ដាំ Drill C. ខ្ញុំមានដងផ្កាពណ៌ខៀវចាស់ខ្ញុំមានដងផ្កាពណ៌ខៀវចាស់លោកគ្រូលោកគ្រូមានដងផ្កាពណ៌ខៀវចាស់សភៅ3លោកគ្រូមានសភៅ3មកកំណរនេះមកកំណរនេះមានសភៅ3ក
គំនូ7 មកកំណរនេះមានគំនូ7 ខ្ញុំ ខ្ញុំមានគំនូ7 ដងផ្កាពណ៌ខៀវចាស់ ខ្ញុំមានដងផ្កាពណ៌ខៀវចាស់ Drill D. មួយខាងក្រោមគឺផែនទីទីក្រុងភ្នំពេញ មួយខាងក្រោមគឺផែនទីទីក្រុងភ្នំពេញ រូបថតខ្ញុំ មួយខាងក្រោមគឺរូបថតខ្ញុំ រូបថតតូចជាងគេបង្អស់ រូបថតតូចជាងគេបង្អស់គឺរូបថតខ្ញុំ រូបថតលោកគ្រូ រូបថតតូចជាងគេបង្អស់គឺរូបថតលោកគ្រូ មួយខាងស្ដាំ មួយខាងស្ដាំគឺរូបថតលោកគ្រូ ផែនទីទីក្រុងភ្នំពេញ មួយខាងស្ដាំគឺផែនទីទីក្រុងភ្នំពេញ មួយខាងក្រោម មួយខាងក្រោមគឺផែនទីទីក្រុងភ្នំពេញ Drill E. ខ្មៅដៃនឹងពណ៌លឿង ខ្មៅដៃនឹងពណ៌លឿង សភៅមើលខ្ញុំ សភៅមើលខ្ញុំពណ៌លឿង ពណ៌មេឃ សភៅមើលខ្ញុំពណ៌មេឃ ដងផ្កាលោកស្រី ដងផ្កាលោកស្រីពណ៌មេឃ សភៅធំជាងគេបង្អស់ សភៅធំជាងគេបង្អស់ពណ៌មេឃ ពណ៌លឿង សភៅធំជាងគេបង្អស់ពណ៌លឿង ខ្មៅដៃនឹង ខ្មៅដៃនឹងពណ៌លឿង Transformation drills. Model for all drills. Negating positive statements. សភៅពណ៌មេឃនៅក្រោមគេ សភៅពណ៌មេឃមិនមែននៅក្រោមគេទេ Drill A. Negating Gia. ខ្ញុំជាកូនសិស្ស ខ្ញុំមិនមែនជាកូនសិស្សទេ លោកជាគ្រូបង្រៀន លោកមិនមែនជាគ្រូបង្រៀនទេ អានេះជាសភៅសរសេរ អានេះមិនមែនជាសភៅសរសេរទេ របស់ពីរនោះជាដងផ្កា របស់ពីរនោះមិនមែនជាដងផ្កាទេ Drill B. Negating no. ខ្មៅដៃពណ៌លឿងទុំនៅខាងស្ដាំ ខ្មៅដៃពណ៌លឿងទុំមិនមែននៅខាងស្ដាំទេ សភៅតូចជាងគេបង្អស់នៅខាងលើ សភៅតូចជាងគេបង្អស់មិនមែននៅខាងលើទេ រូបថតលោកគ្រូនៅកណ្ដាលគេ រូបថតលោកគ្រូមិនមែននៅកណ្ដាលគេទេ ឃ្លានេះនៅក្នុងទំព័រទី15 ឃ្លានេះមិនមែននៅក្នុងទំព័រទី15ទេ Drill C. Negating Mien. ខ្ញុំមានគំនូរសម្រាប់បង្រៀនអក្សរខ្មែរ ខ្ញុំគ្មានគំនូរសម្រាប់បង្រៀនអក្សរខ្មែរទេ លោកគ្រូមានដងផ្កាពណ៌ខៀវចាស់ លោកគ្រូគ្មានដងផ្កាពណ៌ខៀវចាស់ទេ នៅខាងឆ្វេងមានផែនទីស្រុកខ្មែរ នៅខាងឆ្វេងគ្មានផែនទីស្រុកខ្មែរទេ ក្រោយខ្នងខ្ញុំមានកូនសិស្សម្នាក់
កយខ្នងខ្ញុំគ្មានកូនសិស្សម្នាក់ទេ Drill D. Negating gu. ពាក្យក្រោយគេបង្អស់គឺរៀន ពាក្យក្រោយគេបង្អស់មិនមែនរៀនទេ សភៅធំជាងគេបង្អស់គឺសភៅនៅក្រោមគេ សភៅធំជាងគេបង្អស់មិនមែនសភៅនៅក្រោមគេទេ ខ្មៅដៃពណ៌មេឃនៅខាងស្ដាំគឺខ្មៅដៃខ្ញុំ ខ្មៅដៃពណ៌មេឃនៅខាងស្ដាំមិនមែនខ្មៅដៃខ្ញុំទេ មួយខាងក្រោមគឺផែនទីទីក្រុងភ្នំពេញ មួយខាងក្រោមមិនមែនផែនទីទីក្រុងភ្នំពេញទេ Drill E. Making equational sentences negative. ខ្មៅដៃនឹងពណ៌លឿង ខ្មៅដៃនឹងមិនមែនពណ៌លឿងទេ សភៅតូចជាងគេបង្អស់ពណ៌ស សភៅតូចជាងគេបង្អស់មិនមែនពណ៌សទេ គំនូរនេះសម្រាប់បង្រៀនអក្សរអង់គ្លេស គំនូរនេះមិនមែនសម្រាប់បង្រៀនអក្សរអង់គ្លេសទេ ដងផ្កានោះពណ៌ក្រហម ដងផ្កានោះមិនមែនពណ៌ក្រហមទេ Equivalence drills. Drill A. Model. សភៅពណ៌មេឃនៅក្រោមគេ សភៅក្រោមគេនោះពណ៌មេឃ Drill. ខ្មៅដៃពណ៌ក្រហមនៅកណ្ដាលគេ ខ្មៅដៃកណ្ដាលគេនោះពណ៌ក្រហម ដងផ្កាពណ៌ខ្មៅនៅខាងឆ្វេង ដងផ្កានៅខាងឆ្វេងនោះពណ៌ខ្មៅ សភៅពណ៌ខៀវចាស់នៅលើគេ សភៅនៅលើគេនោះពណ៌ខៀវចាស់ ខ្មៅដៃពណ៌លឿងនៅខាងស្ដាំ ខ្មៅដៃនៅខាងស្ដាំនោះពណ៌លឿង Drill B. Model. មានសភៅសរសេរមួយនៅលើគេ មួយលើគេជាសភៅសរសេរ Drill. មានដងផ្កាមួយនៅខាងឆ្វេង មួយខាងឆ្វេងជាដងផ្កា មានគំនូរមួយនៅជិតក្តារខៀន មួយជិតក្តារខៀនជាគំនូរ មានផែនទីមួយនៅខាងស្ដាំ មួយខាងស្ដាំជាផែនទី មានសភៅមើលមួយនៅក្រោមគេ មួយក្រោមគេជាសភៅមើល Drill C. Model. សភៅពីរនៅខាងលើតូចជាងគេបង្អស់ សភៅតូចជាងគេបង្អស់គឺសភៅពីរនៅខាងលើ Drill. ខ្មៅដៃពណ៌ខៀវវែងជាងគេបង្អស់ ខ្មៅដៃវែងជាងគេបង្អស់គឺខ្មៅដៃពណ៌ខៀវ រូបថតខាងឆ្វេងធំជាងគេបង្អស់ រូបថតធំជាងគេបង្អស់គឺរូបថតខាងឆ្វេង ដងផ្កានៅកណ្ដាលគេខ្លីជាងគេបង្អស់ ដងផ្កាខ្លីជាងគេបង្អស់គឺដងផ្កានៅកណ្ដាលគេ មេរៀនទី1ស្រួលជាងគេបង្អស់ មេរៀនស្រួលជាងគេបង្អស់គឺមេរៀនទី1 End Unit 17.